កាលពីព្រេងនាយនៅលើដីយើងនេះគ្រប់ស្រុកទាំងអស់មិនមានពស់ពឹសនិងពស់ឥតមានពឹសទេមានតែពស់គីងកងមាននិទានថាកាលដើមឡើយមានមនុស្សពីរនាក់ប្តីប្រពន្ធឈ្មោះនាងនីមានកូនស្រីមួយឈ្មោះនាងអែតប្តីនោះទៅជួយអង្កាមបាត់ជាយូរអង្វែងថ្ងៃមួយអស់បងប្អូនជិតខាងគេបបួលគ្នាទៅរកអ៊ូឯនាងនីឮគេបបួលគ្នាក៏ទៅជាមួយនឹងគេដែរយកនាងអែតជាកូនទៅផងលីដឹងចូលព្រៃបានឃើញអ៊ូមួយធំនាងនីយកដឹងពុះអ៊ូលុះពុះយូរបន្តិចទៅដឹងក៏រង្គោះធ្លាក់ទៅក្នុងរន្ធពស់នាងនីមើលទៅឃើញដឹងនឹងពស់គីងកងក៏និយាយនឹងពស់នោះឲ្យហុចដឹងឲ្យឯពស់គីងកងឆ្លើយឡើងថាបើនាងឯងដោយអញធ្វើប្រពន្ធអញទើបអញឲ្យដឹងបើនាងឯងមិនដោយអញមិនធ្វើជាប្រពន្ធអញទេនោះអញមិនឲ្យដឹងទេនាងនេះឮពស់គីងកងថាដូច្នោះហើយហេតុតែជាស្រីខូចក៏ទទួលព្រមថាលែងតែអ្នកឲ្យដឹងមកខ្ញុំចុះចាំល្ងាចសឹមខ្ញុំឲ្យមេអេតមកហើយពស់គីងកងឮនាងនេះថាដូច្នោះក៏ឲ្យដឹងមកនាងនេះផ្ដាំថាដល់ល្ងាចសឹមឲ្យមេអេតមកហើយនាងនេះក៏ទូលអួសទៅផ្ទះជាមួយនឹងនាងអែតលុះដល់ប្រលប់នាងនេះក៏ប្រើមេអែតជាកូនឲ្យទៅហៅពស់គីងកងនាងអែតទៅដល់មាត់រងពស់ហើយថាពស់គីងកងអើយនាងនេះឲ្យហើយឯពស់គីងកងឮហើយលូនចេញមកហើយឆ្លើយថាអេតអើយថាអញមិនទៅពុកអេតនៅកាត់កអញដាច់នាងអែតឆ្លើយថាពុកអញទៅជួយអង្កាម 2-3 ឆ្នាំមិនទាន់មកដល់ពស់គីងកងឮនាងអែតប្រាប់ដូច្នោះហើយក៏លូនចេញអំពីរូងមកហើយចេះតែទៅមកតែសពថ្ងៃនាងនេះសហាយនឹងពស់គីងកងតតែផោមលុះយូរបន្តិចទៅប្តីនាងនេះមកពីជួយអង្កាមវិញឃើញនាងនេះពក់ធំនឹកសង្ស័យក៏សួរនាងអែតជាកូននាងអែតប្រាប់ពុកថាម៉ែគាត់សហាយនឹងពស់គីងកងតែវេលាប្រលប់កាលណាឲ្យខ្ញុំទៅហៅតែសពថ្ងៃពុកឮនាងអែតប្រាប់ដូច្នោះហើយក៏និយាយនឹងនាងអែតថាដល់ល្ងាចហងឯងទៅហៅពស់នោះទៀតអញចាំកាត់វានៅមាត់ទ្វារហើយហងឯងគុំឲ្យម្ដាយហងឯងដឹងឯនាងអែតលុះដល់ប្រលប់ក៏ទៅហៅពស់គីងកងថាពស់គីងកងនាងនេះឲ្យហៅពស់គីងកងឮហើយឆ្លើយថាអេតអើយថាអញមិនទៅពុកអេតនៅកាត់កអញដាច់នាងអែតឆ្លើយថាពុកអញទៅជួនអង្កាម 2-3 ឆ្នាំមិនទាន់មកដល់ពស់គីងកងឮនាងអែតប្រាប់ដូច្នោះហើយក៏លូនចេញអំទីរងមកហើយចេះតែទៅមកតែសពថ្ងៃនាងនេះសហាយនឹងពស់គីងកងតតែផោមពុកនាងអែតដឹងថាប្រពន្ធសហាយនឹងពស់គីងកងពិតប្រាកដហើយក៏នឹកភ្នឹកក្នុងចិត្តខឹងចង់សម្លាប់នាងនេះប៉ុន្តែធ្វើមិនឲ្យនាងនេះដឹងខ្លួនដល់នាងនេះផោមចាស់ផ្ទៃចិត្តនឹងសម្រាលប្តីបបួលទៅកក់សក់នៅមាត់បឹងលុះដើរទៅដល់មាត់បឹងប្រាប់ប្រពន្ធថាទៅទៀតឲ្យឆ្ងាយពីស្រុកគេយើងនឹងកក់សក់លេងឲ្យសប្បាយតែពីអ្នកម្ដងនាងនេះមិនដឹងខ្លួនឯងថាប្តីសម្លាប់ស្មានថាប្តីនាំទៅកក់សក់មែនក៏ដើរចូលទៅក្នុងព្រៃឆ្ងាយទៅលុះឃើញកំពង់មួយរៀបស្អាតវាល្អប្តីប្រាប់ប្រពន្ធថាកំពង់នេះរៀបសប្បាយយើងឈប់កក់សក់នៅនោះចុះឯនាងនេះមិនដឹងខ្លួនជាប្តីគិតសម្លាប់ក៏អង្គុយកក់សក់នៅមាត់ច្រាំងប្តីនោះក៏ហូតដាវកាប់នាងនេះពីខាងខ្នងមិនឲ្យដឹងខ្លួនដាត់ពាក់កណ្ដាលខ្លួនស្លាប់ទៅពេលនោះឃើញសុទ្ធតែកូនពស់លូនចេញអំពីពស់នាងនេះមកប្តីនាងនេះក៏កាប់កូនពស់នឹងដាវខ្លះកាប់មិនទាន់ក៏លូនចូលទៅក្នុងក្រហែងដីខ្លះមុជក្នុងទឹកខ្លះចូលទៅក្នុងព្រៃព្រោះហេតុនេះបានជាមានពស់ច្រើនបែបច្រើនយ៉ាងមកដល់ឥឡូវនេះឃ្លាតឆ្ងាយណាយចិត្ត